រាជវង្សសូរ្យវរ្ម័នទី1ព្រះបាទសូរ្យវរ្ម័នទី1ឆ្នាំ1010ដល់ឆ្នាំ1050ក្នុងសតវត្សទី11បន្ទាប់ពីបានយកជ័យជំនះនិងធ្វើឲ្យភាពវឹកវរស្ងប់ស្ងាត់ទៅវិញព្រះបាទសូរ្យវរ្ម័នទី1នៅឆ្នាំ1010ទ្រង់ឡើងសោយរាជសម្បត្តិព្រះបាទសូរ្យវរ្ម័នទី1ទ្រង់បានស្ថាបនាបង្ហើយប្រាសាទភិមានអាកាសឬប្រាសាទទេពវិមាននិងប្រាសាទតាកែវប្រាសាទឃ្លាំងនិងចាប់ផ្ដើមកសាងប្រាសាទឯកភ្នំនៅខេត្តបាត់ដំបងប្រាសាទភ្នំជីសូរនៅខេត្តតាកែវប្រាសាទព្រះវិហារនិងប្រាសាទព្រះខ័នកំពង់ស្វាយព្រះបាទសូរ្យវរ្ម័នទី1ជាព្រះរាជាមុនគេដែលកាន់សាសនាព្រះពុទ្ធមហាយានក្នុងរាជព្រះអង្គអាណាចក្រទឹកដីកម្ពុជានៅតែមានវិសាលភាពធំធេងដដែលព្រះអង្គចូលទីវង្គតនៅឆ្នាំ1050ហើយទ្រង់មានមរណនាមថាព្រះនិព្វានបាទព្រះអង្គគឺជាអ្នកធ្វើប្លង់ក្រុងអង្គរទី2ដោយមានប្រាសាទភ្នំមួយនៅចំកណ្ដាលគឺប្រាសាទបាពួនពេលព្រះអង្គចូលទីវង្គតទៅប្លង់នេះពុំបានកសាងចេញជារូបរាងឡើយបុត្ររបស់ព្រះអង្គទាំងពីរបានឡើងសោយរាជស្នងជាបន្តបន្ទាប់ព្រះបាទទុតិយទិត្យវរ្ម័នទី2នឹងការកសាងក្រុងអង្គរទី2ឆ្នាំ1050ដល់ឆ្នាំ1066ព្រះបាទទុតិយទិត្យវរ្ម័នទី2ជាព្រះរាជបុត្រច្បងរបស់ព្រះបាទសូរ្យវរ្ម័នទី1ទ្រង់ឡើងសោយរាជបន្តព្រះអង្គទ្រង់ចាត់ឲ្យកសាងប្រាសាទភ្នំធំមួយដើម្បីធ្វើជាស្នូលនៃរាជធានីថ្មីមួយទៀតគឺប្រាសាទបាពួនដែលជាអង្គត់ចិត្តនៃក្រុងអង្គរទី2នៅលើប្រាសាទនេះគេបានកសាងសិវលិង្គធ្វើអំពីមាសដើម្បីឧទ្ទិសដល់ព្រះសិវៈនៅពាក់កណ្ដាលសតវត្សទី11បន្ទាប់មកទ្រង់ចាត់ឲ្យកសាងបារាយណ៍ខាងលិចឬបារាយណ៍ទឹកថ្លាដែលមានបណ្ដោយ 8000 ម៉ែត្រនិងទទឹង 2200 ម៉ែត្រដាក់ទឹកបាន40លានម៉ែត្រគីបដែលបម្រើឲ្យសាសនាផងនិងកសិកម្មផងនៅចំកណ្ដាលបារាយណ៍នេះទ្រង់ចាត់ឲ្យកសាងប្រាសាទមួយឈ្មោះថាប្រាសាទមេបុណ្យខាងលិចដើម្បីតម្កល់បរិមាព្រះវិស្ណុកំពុងផ្ទុំធ្វើអំពីលង្ហិនទាំងអស់នេះបញ្ជាក់ឲ្យឃើញថាព្រះបាទទុតិយទិត្យវរ្ម័នទី2ទ្រង់លើកតម្កើងសាសនាព្រហ្មញ្ញយ៉ាងខ្លាំងក្លានាំឲ្យប៉ះពាល់ដល់អ្នកនិយមព្រះពុទ្ធសាសនាម្ល៉េះហើយមានការបះបោរ3លើកកើតឡើងតែត្រូវបង្ក្រាបឲ្យរៀបរយទៅវិញដោយមេទ័ពឈ្មោះសង្គ្រាមតាមសិលាចារឹកភាសាសំស្ក្រឹតនៅប្រាសាទបាពួនការបះបោរលើកទី1បានកើតឡើងនៅភាគខាងត្បូងនៃប្រទេសក្នុងឆ្នាំ1050ការបះបោរលើកទី2នៅពាយព្យប្រទេសក្នុងឆ្នាំ1065ក្នុងលើកនេះពួកបះបោរបានវាយកំទេចសិវលិង្គនិងទេវបដិមាជាច្រើនគ្រប់ទិសទីក្រោយបន្តិចមកការបះបោរលើកទី3បានផ្ទុះឡើងនៅភាគខាងកើតព្រះបាទទុតិយទិត្យវរ្ម័នទី2ទ្រង់ចូលទីវង្គតនៅឆ្នាំ1066នៃគ្រិស្តសករាជគេមិនស្គាល់ពីមរណនាមរបស់ព្រះអង្គទេព្រះអនុជពៅរបស់ព្រះអង្គព្រះនាមហស្វរ្ម័នទី3ទ្រង់ឡើងបន្តរាជសម្បត្តិពីព្រះអង្គព្រះបាទហស្វរ្ម័នទី3ឆ្នាំ1066ដល់ឆ្នាំ1080ក្រោយពីបានទទួលរាជសម្បត្តិភ្លាមព្រះអង្គបានយកព្រះរាជហឫទ័យទុកដាក់នឹងការកសាងប្រទេសជាតិឡើងវិញក្នុងរាជព្រះអង្គពួកចាមនិងយួនដៃវៀតមានបំណងឈ្លានពានកម្ពុជាតែព្រះអង្គមានព្រះទ័យឆ្លៀសវៃទប់ទល់មិនឲ្យខ្មាំងសត្រូវឈ្លានពានបានឡើយការបះបោរក្នុងប្រទេសនិងសង្គ្រាមជាមួយបរទេសធ្វើឲ្យការកសាងប្រទេសជាតិយ៉ាងស្ទះពិសេសក្នុងរាជព្រះបាទហស្វរ្ម័នទី3ចាប់ពីឆ្នាំ1066មកគេពុំឃើញមានការកសាងអ្វីធំដុំក្រៅពីការជួសជុលរបស់ចាស់ៗដែលខូចខាតក្នុងសម័យមុនទេនេះជាមូលហេតុដែលធ្វើឲ្យអំណាចគ្រប់គ្រងចុះខ្សោយបន្តិចម្ដងព្រះអង្គចូលទីវង្គតនៅឆ្នាំ1080ហើយទ្រង់មានមរណនាមថាសតិសិវបុត្រ